ក្នុងលោកនេះមនុស្សមើលពីខាងក្រៅគឺមានភ្នែកច្រមុះមុខមាត់ដូចគ្នាដឹងថាប្រុសហើយនឹងស្រីតែយើងមិនអាចស្ទង់ចិត្តខាងក្នុងរបស់គេមើលមកយើងក្នុងផ្លូវល្អឬផ្លូវអាក្រក់ឡើយមនុស្សមានពីរប្រភេទមិនថាមនុស្សប្រុសឬស្រីទេមនុស្សមានពីរប្រភេទគឺ1មនុស្សមានចិត្តជាព្រះ2មនុស្សមានចិត្តជាមារមនុស្សមានចិត្តជាព្រះគឺសំដៅយកបុគ្គលដែលមានទឹកចិត្តល្អបរិសុទ្ធបំពេញក្នុងការកសាងនៅអំពើល្អនានាដែលមានគុណធម៌ខ្ពស់រស់នៅប្រកបដោយព្រហ្មវិហារធម៌ជាមូលដ្ឋាននិងរមែងមានការសង្គ្រោះផ្នែកខាងផ្លូវកាយនិងផ្លូវចិត្តចំពោះអ្នកដែលរស់នៅជុំវិញខ្លួនមនុស្សចិត្តជាព្រះតែមានបុណ្យមានសេចក្តីមេត្តាចែករំលែកចង់ឲ្យគេបានសេចក្តីសុខប្រចាំថ្ងៃស្រឡាញ់មនុស្សសត្វមិនប្រកាន់ពណ៌សម្បុរឆាប់អាណិតអាសូរតែងជួយសង្គ្រោះអ្នកដទៃដោយមិនគិតពីការហត់នឿយហើយមិនរំពឹងចង់បានផលប្រយោជន៍អ្នកដទៃដែលខ្លួនឲ្យនោះឡើយមនុស្សមានចិត្តជាព្រះបើមានរឿងមិនល្អក្តីដែលអ្នកដទៃធ្វើអាក្រក់មកលើខ្លួនតែងតែមិនចងកំហឹងខឹងស្អប់ព្យាបាទគុំគួនគេឡើយបែរជាអភ័យទោសនិងមានសេចក្តីអាណិតដល់បុគ្គលដែលល្ងងខ្លៅនោះឲ្យមានចិត្តគំនិតល្អយល់ត្រូវមកវិញមនុស្សមានចិត្តជាព្រះមិនគិតពីសេចក្តីសុខដល់ខ្លួនតែម្នាក់ឯងទេតែងតែមានចិត្តអាណិតអាសូរសង្គ្រោះនៃការចែករំលែកដល់អ្នកដែលខ្វះខាតពីទាល់ក្រមានជូនក្រមាភួយមុងកន្ទាលខ្នើយដោយស្ម័គ្រចិត្តមិនគិតពីផលនៃការតបស្នងរបស់អ្នកដទៃឡើយមនុស្សមានចិត្តជាព្រះតែមានចិត្តរីករាយចំពោះអ្នកណាដែលបានចម្រុងចម្រើនពេញតែដោយសេចក្តីសុខក្នុងរង្វង់ក្រុមគ្រួសារមិនចេះព្យាបាទច្រណែននឹងគេឡើយមនុស្សចិត្តជាព្រះតែប្រកាន់ភ្ជាប់នៅមាគ៌ានៃធម៌ដ៏ត្រឹមត្រូវគឺប្រកបដោយធម៌កណ្ដាលមិនឆ្វេងមិនស្ដាំពេកនិយាយរួមគឺមិនលើកដំកើងក្នុងអគតិធម៌ណាមួយលើមនុស្សទូទៅឡើយបើបុគ្គលនោះរូបល្អស្អាតមិនស្អាតក្រឬមានពាក្យឬខ្ពស់ក៏គេជាមនុស្សចង់រស់នៅដូចយើងដែរហើយតែងតែស្ថិតនៅក្នុងធម៌កណ្ដាលជានិច្ចគឺមិនប្រកាន់ពណ៌សម្បុរទាបខ្ពស់សរុបសេចក្តីមកមនុស្សមានចិត្តជាព្រះគឺជាមនុស្សដែលយល់អំពីធម៌ការកើតមាននៅក្នុងទីណារមែងបាននៅសេចក្តីសុខនិងសេចក្តីចម្រើនក្នុងទីនោះមានសន្តិភាពផ្លូវចិត្តហើយតែងផ្ដល់ក្តីសង្ឃឹមក្នុងការចែករំលែកក្នុងអំពើល្អដែលខ្លួនមានផ្ដល់ជូនដល់លោកអ្នកដែលរស់នៅជុំវិញខ្លួនមនុស្សចិត្តជាព្រះផ្ទុយអំពីមនុស្សចិត្តជាមារគឺសំដៅយកបុគ្គលដែលមានចិត្តអាក្រក់ទោះបីបុគ្គលនោះមានមុខមាត់ស្អាតបាតល្អល្អះស្អាតជាងមនុស្សចិត្តជាព្រះក្តីតែខាងក្នុងវិញពោពេញទៅដោយកលល្បិចចងគំនុំគុំគួនគេឯងប្រាថ្នាចង់ឲ្យអ្នកដទៃមានការវិនិច្ឆ័យគេឈ្មោះឬដោយទ្រព្យសម្បត្តិគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះឃើញគេល្បីល្បាញជោគជ័យក្នុងការងារមានសេចក្តីសុខសាន្តសុភមង្គលក្នុងក្រុមគ្រួសារមិនចង់ឲ្យគេបានសុខឡើយគឺចង់ឲ្យគេវិនិច្ឆ័យមិនចេះចែករំលែកក្នុងសេចក្តីល្អហើយមិនធ្វើទានគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនជាមនុស្សអាត្មានិយមកេងប្រវ័ញ្ចចងគំនុំគុំគួនមិនចេះអត់ឱនអភ័យទោសដល់អ្នកដទៃទេមនុស្សចិត្តមារមានសម្ដីប្រកបដោយពឹសជាងពឹសពុះរាប់លានដងទៅទៀតញុះញង់បំបែកបំបាក់ចាក់ចុចអុចអាលអំពីភាពសាមគ្គីគ្នារវាងមនុស្សនិងមនុស្សដែលរាប់អាននឹងការគោរពស្រឡាញ់គ្នាទៅវិញទៅមកចូលចិត្តនិយាយពាក្យញុះញង់ភូតភរកុហកបោកបញ្ឆោតឲ្យគេជឿតាមខ្លួនមនុស្សប្រភេទនេះគ្មានទេសិលធម៌គុណធម៌បើរស់នៅទីកន្លែងណាហើយទីនោះពុំបានសុខស្ងប់ឡើយតែងតែមានរឿងសេចក្តីក្តៅក្រហាយកើតឡើងនៅក្នុងចិត្តនិងអ្នកដែលរស់នៅជុំវិញខ្លួននោះ